អ្នកកំពុងចំណាយពេលដើម្បីរត់ដេញតាមរកអ្វីមួយមែនទេប៉ុន្តែការពិតរបស់ម្យ៉ាងនោះអ្នកប្រហែលជាកំពុងតែមានវានៅក្នុងដៃរួចទៅហើយមហាសេដ្ឋីមួយរូបបានព្យាយាមបង្រៀនអ្នកនេសាទម្នាក់ឲ្យក្លាយជាអ្នកមានប៉ុន្តែចុងក្រោយលោកបែរជាត្រូវអ្នកនេសាទបង្រៀនពីអត្ថន័យនៃសេចក្តីសុខដល់គាត់ទៅវិញតើអ្នកនេសាទនោះនិយាយអ្វីខ្លះទើបធ្វើឲ្យលោកមហាសេដ្ឋីលែងចង់ប្រកែកតោះស្ដាប់សាច់រឿងនេះទាំងអស់គ្នាណាតែជប់សិនមុននឹងចូលទៅដល់សាច់រឿងក៏ចង់សូមឲ្យអ្នកទាំងអស់គ្នាជួយ Subscribe Channel ម្នាក់មួយផងណាអរគុណសៅគឺជាអ្នកនេសាទត្រីម្នាក់រស់នៅក្នុងភូមិតូចមួយជាប់មាត់សមុទ្រជារៀងរាល់ព្រឹកសៅចំណាយពេលត្រឹមតែ2ទៅ3ម៉ោងប៉ុណ្ណោះក្នុងការចេញទៅនេសាទត្រីនៅពេលដែលគេទទួលបានត្រីល្មមសម្រាប់ផ្គត់ផ្គង់គ្រួសារនិងលក់ដូរបានប្រាក់បន្តិចបន្តួចហើយគេក៏ត្រឡប់មកផ្ទះវិញដើម្បីសម្រាកនិងលេងជាមួយកូននៅថ្ងៃមួយមានលោកសេដ្ឋីម្នាក់ដែលមកកំសាន្តនៅទីនោះបានឃើញសៅកំពុងដេកលេងក្រោមដើមដូងយ៉ាងរំភើយក៏បានចូលទៅជជែកលេងជាមួយសៅហើយក៏សួរនាំសៅថាហេតុអីបានជាអ្នកមិនចេញទៅនេសាទត្រីឲ្យបានច្រើនជាងនេះសៅក៏ឆ្លើយតបដោយស្នាមញញឹមវិញថាខ្ញុំនេសាទបានត្រីល្មមសម្រាប់ថ្ងៃនេះហើយលោកម្ចាស់នៅពេលនោះដែរលោកសេដ្ឋីក៏សួរបន្តទៀតថាចុះពេលដែលនៅសល់ពីការរកត្រីឯងយកពេលទាំងនោះទៅធ្វើអីខ្លះដែរទៅចឹងសៅក៏ឆ្លើយតបវិញថាបាទលោកម្ចាស់ខ្ញុំបានយកពេលតនេពីការរកត្រីមកលេងជាមួយកូនហើយក៏ជួយការងារប្រពន្ធហើយបើសិនជាពេលល្ងាចមានពេលតនេខ្ញុំទៅហូបអីជុំញាតិជិតខាងជជែកគ្នាលេងពីនេះពីនោះអីអញ្ចឹងទៅលោកម្ចាស់ឮដូច្នេះលោកសេដ្ឋីក៏សើចហើយបង្អាប់សៅថាឯងពិតជាខាតណាស់បើឯងចំណាយពេលនេសាទឲ្យច្រើនជាងនេះឯងនឹងមានលុយទិញទូកធំជាងនេះរកចំណូលបានក៏ច្រើនជាងនេះអាចជួលកម្មករមកធ្វើការបន្ថែមហើយឯងនឹងក្លាយជាអ្នកមានដូចជាខ្ញុំអញ្ចឹងហើយនៅពេលនោះឯងចង់ធ្វើអីក៏បានដែរសៅក៏ស្ងាត់បន្តិចហើយត្រឡប់ទៅសួរលោកសេដ្ឋីដោយទឹកមុខស្ងប់ស្ងាត់ថាបាទលោកសេដ្ឋីចុះនៅពេលដែលខ្ញុំក្លាយជាអ្នកមានដូចលោកម្ចាស់ហើយហ្នឹងតើខ្ញុំត្រូវធ្វើអ្វីបន្តទៀតដែរទៅលោកសេដ្ឋីឆ្លើយដោយមានមោទនភាពថាដល់ពេលនោះឯងក៏អាចចូលនិវត្តន៍មករស់នៅក្នុងភូមិស្ងប់ស្ងាត់បែបនេះគេងលេងពេលថ្ងៃឬលេងជាមួយកូនចៅនិងជួបមិត្តភ័ក្តិញាតិជិតខាងបានយ៉ាងសប្បាយអត់ខ្វល់អីទាំងអស់លោកសេដ្ឋីនិយាយហើយសើចឡើងក៏ក្អឹកចំណែកសៅញញឹមហើយក៏ពោលទៅកាន់លោកសេដ្ឋីវិញថាអូលោកម្ចាស់ការពិតទៅលោកម្ចាស់អត់បានឃើញទេអីអ្វីដែលលោកចង់ធ្វើនៅពេលដែលលោកក្លាយជាអ្នកមាននោះគឺជារឿងដែលខ្ញុំកំពុងតែធ្វើនៅពេលនេះទៅហើយតើសៅក៏និយាយបន្តទៀតថាខ្ញុំមិនបានបដិសេធភាពមានបានរបស់លោកម្ចាស់ទេព្រោះវាជាជំរឿរបស់លោកប៉ុន្តែសម្រាប់ខ្ញុំវិញជីវិតគឺវាខ្លីណាស់បើគោលដៅចុងក្រោយរបស់លោកម្ចាស់និងខ្ញុំគឺជាសេចក្តីសុខដូចគ្នាអញ្ចឹងក៏មានន័យថាខ្ញុំបានដើរមកដល់គោលដៅមុនលោកម្ចាស់បន្តិចទៅហើយស្ដាប់ហើយលោកសេដ្ឋីនៅស្ងៀមមួយសន្ទុះរួចក៏ដកដង្ហើមធំដោយក្តីអស់សំណើចចំពោះខ្លួនឯងរួចក៏ទះស្មាសៅតិចមេរៀនដែលទទួលបានពីសាច់រឿងនេះមិនមែនចង់បង្រៀនឲ្យយើងខ្ជិលច្រអូសឬរស់នៅគ្មានគោលដៅក្នុងជីវិតនោះទេប៉ុន្តែវាបានផ្ដល់នូវមេរៀនសំខាន់រួមមានសេចក្តីសុខដ៏ពិតប្រាកដមិនមែនជាអ្វីដែលយើងត្រូវរត់ដេញតាមរកនោះទេតែវាគឺជាអារម្មណ៍ដែលកើតឡើងនៅក្នុងដំណើររស់នៅប្រចាំថ្ងៃពេលយើងធ្វើអ្វីដែលមានន័យពេលយើងយល់ចិត្តខ្លួនឯងនិងពេលដែលយើងអាចទទួលយកទាំងរឿងល្អនិងរឿងលំបាកមកព្រមគ្នាការដឹងគុណចំពោះអ្វីដែលយើងមានវាធ្វើឲ្យយើងមានចិត្តស្ងប់និងមើលឃើញតម្លៃនៃជីវិតពេលយើងឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃហើយមើលតែអ្វីដែលខ្លួនឯងកំពុងមានយើងនឹងយល់ថាជីវិតយើងមិនខ្វះខាតអ្វីឡើយកុំយកសុភមង្គលខ្លួនឯងទៅផ្ញើលើសម្ដីអ្នកដទៃ
ប្រសិនបើសេចក្តីសុខរបស់យើងអាស្រ័យលើពាក្យសរសើរការយល់ព្រមឬការទទួលស្គាល់ពីអ្នកដទៃនោះយើងនឹងអស់កម្លាំងចិត្តយ៉ាងឆាប់ពេលគេនិយាយល្អយើងក៏សប្បាយចិត្តពេលគេរិះគន់នោះយើងនឹងរងរបួសផ្លូវចិត្តសុភមង្គលដែលរឹងមាំគឺកើតចេញពីការទទួលស្គាល់ខ្លួនឯងដឹងថាខ្លួនឯងកំពុងខិតខំធ្វើអ្វីដែលត្រឹមត្រូវនិងរស់នៅតាមដំណើរជីវិតរបស់ខ្លួនឯងពេលនោះសម្ដីរបស់អ្នកដទៃវាគ្រាន់តែជាមតិមិនមែនជាអ្វីដែលមកកំណត់ឲ្យតម្លៃនៃជីវិតរបស់យើងឡើយហើយក៏សូមចាំនៅមួយចំណុចទៀតថាជីវិតមិនមែនជាការប្រកួតប្រជែងដើម្បីមានគ្រប់យ៉ាងនោះទេប៉ុន្តែវាជាការរៀនរីករាយជាមួយអ្វីដែលអ្នកកំពុងមានខណៈពេលដែលអ្នកកំពុងបន្តដំណើរទៅមុខ